ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាផ្លែផ្ញៀវដែលខ្ញុំបានផុសផ្កាជូនកាលពី3ខែមុនឥឡូវចេញផ្លែហើយនៅដីខ្ញុំផ្ទាល់ដើមវាអត់ធំដូចគេផុសមកនេះតែផ្លែច្រើនប្រហែលជា10គីឡូក្នុងមួយដើមប្រភេទផ្ញៀវខៀវខ្ញុំញ៉ាំហើយផ្ញៀវហ្នឹងជូរអែមតិចៗឥឡូវខ្ញុំបកជូនមួយតែអានេះរៀងខូចចាំផ្លែខ្ញុំបេះជូនមកផ្លែទៀតរៀងពិបាកបកតិចព្រោះខ្ញុំកាន់កាមេរ៉ាសាច់វាល្មមឆ្ងាញ់តែសម្បករៀងក្រាស់ដោយសារឆ្នាំហ្នឹងឆ្នាំទី1ឆ្នាំមុនផ្លែតែ2 3ឆ្នាំហ្នឹងផ្លែច្រើនតែនៅតែសម្បកក្រាស់យ៉ាងហ្នឹងបើទុកតិចទៀតអាចនឹងផ្អែមជាងហ្នឹងតែនេះខ្ញុំបេះញ៉ាំខ្លះដោយសារនៅផ្ទះខ្លួនឯងអញ្ចឹងផ្លែឈើធម្មជាតិញ៉ាំអត់ពិបាកទិញគេវីដេអូខ្ញុំថ្ងៃហ្នឹងរៀងវែងតិចព្រោះខ្ញុំឃើញភ្ញៀវនឹងគួរចង់ញ៉ាំចេះតែថតជូនបងប្អូនមើលតែហើយតិចទៀតហ្នឹងខ្ញុំនឹងមានវីដេអូផុសក្នុង TikTok ដែរតែខ្ញុំផុសនៅក្នុង YouTube នេះអត់សូវមាន view សោះខ្ញុំបេះ4 5ស្មៃយកទៅញ៉ាំអត់លះទេសលេងខាស់កពេកខ្ញុំដើមប្រហែលជាអត់ដល់2ម៉ែត្រទេតែបើផ្លែវិញមួយដើមនេះផ្លែច្រើនជាងហើយមកចំហៀងខាងនោះពណ៌លឿងតែអាពណ៌លឿងនឹងជូរញ៉ាញ់ហ្មងតែបើអាខៀវនឹងជូរអែមឆ្ងាញ់ញ៉ាំបានជាមួយអំបិលជាចុងក្រោយអរគុណបងប្អូនសម្រាប់ការ